បាទជំរាបសួរបងប្អូនអ្នក trader និងអ្នកវិនិយោគ stock ភាគហ៊ុនជាទីគោរពនិងជាទីរាប់អានអំពីខ្ញុំបាទលេងសុក្លាំងបាទថ្ងៃនេះខ្ញុំបាទសូមធ្វើការវិភាគទីផ្សារអំពី stock ភាគហ៊ុនបាទអំពី stock ភាគហ៊ុនចែកជូនទៅដល់បងប្អូនគ្រាន់បានជាតម្រុយចូលទីផ្សារក្នុងការ trade ឬក៏ក្នុងការវិនិយោគក្នុងរយៈពេលវែងបាទឥឡូវខ្ញុំសូមលើកយកក្រុមហ៊ុនមួយដែលឈ្មោះថាក្រុមហ៊ុន Palantir Technology ដែលបានចុះបញ្ជីនៅក្នុង Nasdaq របស់សហរដ្ឋអាមេរិករួចហើយបាទឥឡូវនេះខ្ញុំសូមធ្វើការវិភាគបែបទ្រឹស្ដីបត់ Elite Wave ដើម្បីចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទគ្រាន់បានអឺជាកំណត់មួយឬក៏ជាដែលតម្រុយមកក្នុងការចូលទីផ្សារយកទៅ trade ឬក៏ទិញ stock ភាគហ៊ុនក្នុងទុកក្នុងរយៈពេលវែងបាទឥឡូវខ្ញុំចាប់ផ្ដើមពី time frame ធំគឺ time frame monthly សិនបាទ monthly បើយើងមើលទៅទីផ្សារនេះយើងឃើញថាទីផ្សារនៅ Palantir Technology នេះគឺជាក្រុមហ៊ុនដែលបានវិនិយោគទៅលើបច្ចេកវិទ្យាបាទហើយក៏ឃើញថាវាកំពុងទីផ្សារហ្នឹងវាធ្លាក់ចុះមកវាចាប់នៅរលកទី4ធម្មតាទេទីផ្សារពិហ៊ុនតែប៉ុណ្្នឹងកាលណាវាឡើងដល់កំពូលហើយវាតែងតែធ្លាក់មកវិញបាទដើម្បីរកប្រាក់ចំណេញសម្រាប់អ្នកដែលវិនិយោគថ្មីនឹងទៀតព្រោះថាអ្នកដែលគេបានផលចំណេញគេលក់ចេញហើយបាទគេលក់ចេញគេយកផលចំណេញហើយឥឡូវសម្រាប់ដែលគេកំពុងតែលក់យកផលចំណេញសិនសម្រាប់អ្នកដែលគេវិនិយោគឬក៏បានទិញតាំងពីដើមពីផ្សារពីភាគហ៊ុននៅ$20ឬក៏$30អីចឹងឥឡូវវាឡើងកាលពីមុនវាឡើងដល់$210ក្នុងមួយហ៊ុននោះឥឡូវគេលក់ចេញហើយបាទដល់ពេលលក់ចេញហ្នឹងវាធ្លាក់មកដល់$90ក្នុងមួយហ៊ុនឥឡូវវាឡើងទៅវិញបន្តិចចឹងទៅឡើងដល់$126ក្នុងមួយហ៊ុនអីចឹងណាក៏ប៉ុន្តែសង្ឃឹមថាទីផ្សារហ្នឹងវានឹងធ្លាក់មុខទៀតបើសិនជាយើងរាប់ទៅតាមរលកទ្រឹស្ដីបត់របស់ Elite Wave បាទឥឡូវខ្ញុំដាក់លេខ4នៅនេះចុះបាទន័យថាទីផ្សារវានៅ correction សិនបាទ5នៅនេះបើយើងរាប់time frame monthly បាទឥឡូវយើងបន្តទៅ time frame weekly ម្ដងឥឡូវ weekly នេះបាទ weekly កាលពីខ្ញុំរាប់កាលពីមួយឆ្នាំហើយបាទខ្ញុំរាប់ទុកចោលដោយសារខ្ញុំគិតថាខ្ញុំក៏បានចូលទិញដែរបាទទិញដែរប៉ុន្តែខ្ញុំអត់បានលក់ចេញទេដោយសារខ្ញុំគិតថាมันជាបញ្ហាទេវាយើងធម្មតាយើងវិនិយោគយើងប្រើរយៈពេលវែងខ្ញុំមិនខ្វល់ខ្វាយទេខ្ញុំទិញទុកចោលកាលពីវានៅត្រឹមតែ$147ក្នុងមួយហ៊ុនខ្ញុំទិញគឺថាវាឡើងដល់200ដែរប៉ុន្តែខ្ញុំអត់លក់ខ្ញុំទុកសិនឥឡូវវាបន្តធ្លាក់មកទៀតឥឡូវខ្ញុំកំពុងតែរងចាំទិញទៅវិញដែរប៉ុន្តែយើងចាំមើលសិនចាំមើលតើវាធ្លាក់ដល់ណាវាធ្លាក់ដល់បាតឬក៏អត់ចាំមើលយើងរាប់រលកទីផ្សារហ្នឹងសិនបាទយើងដឹងឥឡូវខ្ញុំយករលក ABC បាទ ABC នៅតែសិនខ្ញុំដាក់ C នៅតែសិនបាទខ្ញុំលុបចោលអស់សិនខ្ញុំចាប់យកទៅហៅថារលកនេះរលកដែល corrective wave horizontal triangle យកមករាប់បាទប៉ុន្តែខ្ញុំដាក់ធំរលកធំសិនរលកធំគឺ W រង្វង់កញ្ចក់ W X ដាក់ X នៅនេះចុះព្រោះយើងរាប់បែប horizontal triangle យើងត្រូវតែយើងដាក់អីហ្នឹងសិន W X បាទ X ធំនៅនេះចុះហើយយើងដាក់ Y នៅនេះ Y ហើយយើងទាញ trend line ទៅដើម្បីរាប់រលកដែល horizontal triangle យើងទាញ trend line មកបាទទាញ trend line ចេះមកបាទយើង
យើងដាក់ A B C ទូនៅក្នុងហ្នឹងបាទខ្ញុំទាញតំណេះចុះបាទតំណេះចុះដាក់ A អក្សរតូចដូរពណ៌ចេញដើម្បីឲ្យស្រួលចំណាំស្រួលយល់ A B B C C D D E ដាក់ E ជួនកាល E ឡើងមកដល់តនេះជួនកាល E អត់ឡើងមកដល់ទេជួនកាលនៅតំណឹងចុះវិញជួនកាលវាឡើងទៅបន្តិចវាឡើងមកដល់តំណឹងចឹងទៅវាអត់ទៀងទេព្រោះអារលក E ហ្នឹងវាអត់ទៀងទេបងប្អូនវាអត់ទៀងទេជួនកាលវាឡើងដល់លើជួនកាលវាឡើងខុសបន្តិចមិនធ្លាក់មកវិញចឹងអារលក E នេះបាទឥឡូវខ្ញុំពូបន្ទាត់មកដើម្បីឲ្យស្រួលចំណាំបាទថាអញ្ចេះចុះដាក់អញ្ចេះទៅទេអញ្ចេះមកនេះដាក់ E ទៅនេះចុះជួនកាលវាឡើងដល់នឹងជួនកាលវាខុសជួនកាលវាឡើងទៅនេះធ្លាក់វិញចឹងខ្ញុំដាក់ឲ្យហើយទៅដាក់ទៅឲ្យហើយស្រួលចំណាំចឹងទៅរលក E ហើយខ្ញុំដាក់ Y ហើយដាក់រលក Y នេះណាបាទ Y ធំបាទអាហ្នឹងចំពោះ time frame weekly បាទលើ weekly ឥឡូវទៅ time frame daily ទៅ time frame daily នេះ daily កាលពីខ្ញុំរាប់កាលពីឆ្នាំទៅបាទកាលពីឆ្នាំទៅខ្ញុំរាប់ខុសទេឥឡូវខ្ញុំលុបចោលទាំងអស់ខ្ញុំទៅ copy រលកមកពីនេះមកផាសចូលក្នុងនេះវិញបាទផាសចូលនៅក្នុងdaily នេះបាទបាទឥឡូវខ្ញុំ copy វិញមក copy បាទខ្ញុំផាសទៅមកបាទអាហ្នឹង time frame daily បាទឥឡូវយើងទៅមើល time frame 4ម៉ោងបាទ4ម៉ោងយើងទៅមើល4ម៉ោងនេះ time frame 4ម៉ោងនេះ4ម៉ោងនៅនេះ4ម៉ោងខ្ញុំផាសមាញ់ដដែលខ្ញុំផាសមកវិញមកដើម្បីឲ្យស្រួលបាទឥឡូវខ្ញុំលុបចោលអស់នេះចេញខ្ញុំលុបចោលtime frame នេះ4ម៉ោងបាទនេះ time frame 4ម៉ោងនៅក្នុង horizontal triangle គឺវាមានរលក ABC តូចនៅក្នុងនឹងទៀតឥឡូវខ្ញុំដោយសារវា time frame 4ម៉ោងអញ្ចឹងខ្ញុំដាក់រលកទូដើម្បីឲ្យបងប្អូនងាយស្រួលយល់ស្រួលមើលបាទខ្ញុំដាក់នេះ A នេះណាចុះ A ដាក់ A B តនេះ B C តនេះបាទឥឡូវខ្ញុំរាប់អាទូនៅក្នុងហ្នឹងឲ្យ A B C តនេះ A
cho B này nơi tận này cho C nơi tận này này A clone A mà đặt nơi tận này A này B clone B mà đặt nơi tận này clone C do mà đặt nơi tận này máu C túi C túi lấy nhóm clone A này mà đặt nơi tận này nôm tận này clone B này mà đặtทำมันตอนนั้นcho chôn cao việt tiên chôn cao việt trầm đi chôn cao việt nơi tầm nằng chôn lấy nhầm đại này cho clone phí mà đã nơi mà đồng này mà cana bờ sân về đa một đòn tầm nằng đòn đòn lộc y này hỏi cứ về một to thẹn một dạng lươn sầm rạp để hồ rồi chuyển thọ tại ông cô năng vàng cứ việc bài năng cứ thẹn dạng vừa tầm lẹ luôn mà bờ sân về trong nó cứ tầm lẹ luôn này bà nàyสำหรับทำเฟรม4 ម៉ោងបាទឥឡូវខ្ញុំមករកทำเฟรม1 ម៉ោងម្ដងបាទ1 ម៉ោងនៅ1 ម៉ោងខ្ញុំ copy ពីហ្នឹង copy layout វាមកដាក់1 ម៉ោងដាក់1 ម៉ោងមកនេះក៏កែដែរនេះខ្ញុំដាក់នេះកែដាក់4 ម៉ោងដែរបាទអានេះយើងអាចចូលទៅរាប់រលកទូនៅក្នុងនឹងបានទៀតបើសិនជាយើងរាប់រលកនេះអាចមាន5នៅក្នុងនឹងដោយសារខ្ញុំដាក់ពណ៌អញ្ចឹងវាស្រួលមើលជាងកាលណាយើងរាប់រលកតើយើងប្រើពណ៌អញ្ចឹងទៅយើងស្រួលដាក់តាំងអក្សរនេះពណ៌ក្រហមពណ៌ខៀវពណ៌អីអញ្ចឹងវាស្រួលមើលជាងដល់ពេលយើងដាក់ទៀនខៀវក្រហមហ្នឹងទៅវាច្រឡំគ្នាច្រឡំរាប់ដែលយើងទៅសេអក្សរនោះតាំង A B C លេខ1លេខ2វាច្រឡំគ្នាអញ្ចឹងខ្ញុំដាក់តាំងអាហ្នឹងទៅតាំងចំរាប់រលកនៅក្នុងនេះទូចឲ្យបាទដាក់1ដាក់ពណ៌អីពណ៌ចេះចុះពណ៌តងអានេះ2 3នៅតំណាចេះ3នៅតំណេះចុះ3 4តំណេះ4 5 តំណេះបាទឥឡូវខ្ញុំបរិច្វានេះសិនបរិច្វាសាកមើលនេះមើលសាកមើលទៀនមើលចេះសិនមកបងប្អូន A អត់ទេអានេះ A នេះវិញ A អានេះយើងមិនអាចរាប់ជា horizontal triangle បានទេយើងរាប់ correction ធម្មតាយើងរាប់ដាក់ A B C ធម្មតាបាទយើងរាប់ទុកចោលសិនដែរយើងដាក់ A នៅទៅនេះចុះA តូចនៅក្នុងA នេះទៀត A តូចនៅក្នុងA B C នេះប៉ុន្តែអានេះវាទូមួយទៀតអញ្ចឹងយើងដាក់ A តូចទៅ A តូចទៅនេះមួយសិនទៅ B តូចនៅទៅនឹងដែរទៅដាក់ទុកចោលសិនហើយយើងដាក់ C ទូចនៅទៅនេះមក C ទូចជូនកៅ C ទូចនៅទៅនឹងអាណា A នេះ B នេះ B នេះ B នៅនេះអញ្ចឹងខ្ញុំគិតថាដាក់ទៅចុះឲ្យឆ្ងាយបន្តិចបាទគូនេះមកគូបន្ទាត់មកសម្រាប់ថាវាចុះមកដល់ទៅហ្នឹងវាឡប់ទៅវិញចេះចុះវាឡប់ទៅចូលវាទៅចាប់យករលក C នេះ C នៅនេះអាដោយសារវាធំអានេះវាយើងគូតាំងពី time frame អី time frame weekly នោះ
ឥឡូវយើងមកដល់ time frame 1ម៉ោងអញ្ចឹងវាធំពេកវាធំណាស់អញ្ចឹងខ្ញុំគូប៉ុណ្ណឹងថាវានៅប៉ុណ្ណេះចុះអានេះ1ម៉ោង time frame 1ម៉ោងបាទ time frame 1ម៉ោងបាទសម្រាប់ការរលត់ទីរាប់រលកទីផ្សារ Palantir Technology សម្រាប់ stock ភាគហ៊ុនហ្នឹងក៏ដល់ពេលវេលាបញ្ចប់ហើយในវីដេអូនេះបាទហើយក៏សូមបងប្អូនជួយ Subscribe Channel YouTube ខ្ញុំបង Channel របស់ខ្ញុំគឺឈ្មោះលេងសុកឃ្លាំងបាទសូមបងប្អូនជួយ Subscribe ទៅដើម្បីបាននៅវីដេអូថ្មីដែលវិភាគទីផ្សារអំពី stock ភាគហ៊ុនផង Forex ផង Crypto ផងចែកជូនទៅដល់បងប្អូនគ្រាន់នឹងបានចូលគ្រាន់នឹងបានជាតម្រុយក្នុងការចូលទីផ្សារបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទសូមបាទជម្រាបលាបាទ